អាការៈខុសពីប្រក្រតីខ្លះៗរបស់ធូរ៉េនស្រពាប់ស្រពោនរួមបណ្ដាលមកពីធូរ៉េនបានទទួលទឹកច្រើនហួសពេកនៅក្នុងរយៈពេលមុនរដូវប្រមូលផលធ្វើឲ្យស្នួលឬក្លិមរបស់ផ្លែធូរ៉េនចូលទន់ជ្រាយនិងគុណភាពរបស់ធូរ៉េនមិនល្អហើយទីផ្សារមិនត្រូវការផងនៅក្នុងរដូវភ្លៀងធ្លាក់ធ្ងន់ពូជធូរ៉េនដែលជួបប្រទះជារោគស្រពាប់ស្រពោនដូចជាពូជធូរ៉េនឆនីនិងពូជកានយ៉ាវពូជតងវែងចំណែកឯពូជកង្កែបបើសិនជាភ្លៀងមិនធ្លាក់ជោគជាំពេកក៏មិនសូវមានបញ្ហាប៉ុន្មានទេសម្រាប់ពូជក្រាក់ដុំពូជលាវមិនសូវមានបញ្ហាដែរព្រោះជាពូជស្រាលអាចបេះមុនរដូវភ្លៀងធ្លាក់ជោគជាំបានសាច់ខ្មៅនិងសាច់ក្រិនធូរ៉េនសាច់ខ្មៅជាអាការៈខុសពីប្រក្រតីដោយផ្នែកខាងចុងនៃសាច់ធូរ៉េនរំពាន់គ្រាប់នោះជាពណ៌ត្នោតខ្លោចត្នោតខ្មៅបណ្ដាលមកពីការលូតលាស់របស់ផ្លែឆាប់រហ័សហួសហេតុពេលជីវជាតិដែលមកចិញ្ចឹមផ្លែមិនគ្រប់គ្រាន់នៅក្នុងរដូវដែលធូរ៉េនកំពុងដាក់សាច់ដើមធូរ៉េនមិនលូតលាស់ពេញលេញធ្វើឲ្យការផ្ដល់ជីវជាតិនៅចិញ្ចឹមផ្លែមិនបានគ្រប់គ្រាន់សាច់ក្រិនជាអាការៈដែលសាច់ធូរ៉េនរីងមានពណ៌ស្លាំងខុសពីប្រក្រតីនិងមានរសជាតិល្វីងអាចល្វីងតាមផ្នែកខ្លះៗឬល្វីងទាំងផ្លែតែម្ដងដើមធូរ៉េនមិនលូតលាស់គ្រប់គ្រាន់ជីវជាតិដែលផ្ដល់ឲ្យផ្លែមិនគ្រប់គ្រាន់ការឲ្យទឹកមិនស្មើគ្នាមានអាការៈខ្វះទឹកច្រើនដងនៅក្នុងរដូវជាប់ផ្លែទាំងនេះបើសិនជាកសិករមានការអនុវត្តថែរក្សានិងឲ្យដើមធូរ៉េនល្អក៏នឹងមិនជួបអាការៈសាច់ក្រិនខ្មៅឡើយ